កញ្ញាផនស្រីពីរជាក្មេងស្រីលក់ខោអាវជជុះតាមផ្សារខ្លាយជាម្ចាស់មកុដ Miss Cosmos Cambodia 2025 Miss Cosmos Cambodia 2025បានបញ្ចប់ទៅដោយរលូនកាលពីរាត្រីថ្ងៃទី30ខែឧសភាឆ្នាំ2025កន្លងមកនេះដោយកញ្ញាផនស្រីពីរពីក្មេងស្រីមើលកូនឲ្យគេនិងលក់ខោអាវជជុះតាមផ្សារបានខ្លាយទៅជាម្ចាស់មកុដ Miss Cosmos Cambodia 2025តំណាងកម្ពុជាទៅប្រកួតនៅលើឆាកអន្តរជាតិការប្រកួតវគ្គផ្ដាច់ព្រាត់ Miss Cosmos Cambodia 2025មានការចូលរួមពីព្រះនាងនរោត្តមចេនណាលោកជំទាវញែកមរកតរដ្ឋលេខាធិការនៃក្រសួងកិច្ចការនារីព្រមទាំងបណ្ដាម្ចាស់ក្រុមហ៊ុនធំៗនិងសិល្បករសិល្បការិនីជាច្រើនរូបដោយម្នាក់ៗបានតុបតែងខ្លួនយ៉ាងស្រស់ស្អាតប្លែកពីគ្នាលទ្ធផលនៃការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេលជាច្រើនខែទីបំផុតកញ្ញាផនត្រីពីរបានក្លាយទៅជាម្ចាស់មកុដ Miss Cosmos Cambodia 2025ចំណែកកញ្ញាប៊ីសុធារីគឺជាប់លំដាប់រងទី1មហាជនស្ទើរតែមិនជឿថាកញ្ញាផនស្រីពីរអាចក្លាយទៅជាម្ចាស់មកុដក្នុងឆ្នាំនេះឡើយពីព្រោះកេរ្តិ៍ឈ្មោះរបស់នាងមិនសូវល្បីល្បាញដោយកញ្ញាប៊ីសុធារីអ្វីដែលកាន់តែអស្ចារ្យនោះគឺកញ្ញាផនស្រីពីរទទួលបានពានរង្វាន់ធំៗថែមពីលើទៅដល់3គឺពាន Best Swimsuits Best in Evening Gowns និង Best National Costume ដែលនាងបានក្រុងឈុតនេតការីរបាំព្រះរាជទ្រព្យដែលមានអាយុកាល100ឆ្នាំដែលធ្វើឲ្យនាងកាន់តែទទួលបានប្រជាប្រិយភាពខ្លាំងគួររំលឹកផងដែរថាកញ្ញាផនស្រីពីរបានប្រឹងប្រែងតស៊ូក្នុងជីវិតយ៉ាងលំបាកនិងបានឆ្លងកាត់នៅព្យុះភ្លៀងរាប់មិនអស់រហូតបានដាក់ពាក្យចូលរួមប្រកួតសម្រស់នៅក្នុងកម្មវិធីជាច្រើនប៉ុន្តែនាងមិនទទួលបានជោគជ័យឡើយដែលឡែកសម្រាប់ការប្រកួត Miss Cosmos Cambodia 2025កញ្ញាផនស្រីពីរបានធ្វើឲ្យមហាជនភ្លឺភ្នែកបន្ទាប់ពីដណ្ដើមបានមកុដដ៏ធំនេះខណៈពេលដែលកញ្ញាប៊ីសុធារីបានត្រឹមតែលំដាប់រងទី1កញ្ញាផនស្រីពីរជាក្មេងស្រីមួយរូបដែលកើតក្នុងគ្រួសារខ្វះខាតត្រូវគេមើលងាយគ្រប់បែបយ៉ាងទាំងរូបសម្រស់ពណ៌សម្បុរនិងមិនឲ្យតម្លៃហើយនាងធ្លាប់តែជាក្មេងស្រីដែលដើរមើលកូនឲ្យគេលក់ខោអាវជជុះតាមផ្សារដើម្បីយកលុយទុកជូនម្ដាយផ្គត់ផ្គង់ជីវភាពគ្រួសារដើម្បីស្វែងរកក្តីស្រមៃក្នុងជីវិតផនស្រីពីរក៏បានប្រឡូកក្នុងសិល្បៈនិងចូលរួមប្រកួតក្នុងកម្មវិធីនានារហូតបានក្លាយទៅជាម្ចាស់មកុដ Miss Cosmos Cambodia 2025ការបង្ហាញខ្លួនរបស់កញ្ញាផនស្រីពីរក្នុងវគ្គផ្ដាច់ព្រាត់របស់ Miss Cosmos Cambodia កញ្ញាផនស្រីពីរបានធ្វើឲ្យមហាជននិងអ្នកគាំទ្រផ្ទុះការចាប់អារម្មណ៍ជាខ្លាំងនៅពេលដែលឃើញនាងបញ្ចេញសមត្ថភាពនិងការតស៊ូមតិការឆ្លងឆ្លើយសំណួរចម្លើយដោយកញ្ញាពោពេញទៅដោយសមត្ថភាពខ្ពស់មិនថាភាសាភាពវៃឆ្លាតក៏ស្រីពីរអាចគ្រប់គ្រងស្ថានភាពបានយ៉ាងល្អកញ្ញាផនស្រីពីរបានត្រៀមខ្លួនរួចជាស្រេចដើម្បីតំណាងកម្ពុជាទៅប្រកួតនៅលើឆាកអន្តរជាតិបន្ទាប់ពីកញ្ញាអិនលក្ខណា